ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងដល់កម្រិតប្រកាសអាសន្នបន្ទាប់ពីលោក Donald Trump បញ្ជាឲ្យយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ត្រៀមវាយប្រហារអ៊ីរ៉ង់គ្រប់វិនាទីព័ត៌មានដ៏រសើបនៅពេលនេះគឺអាមេរិកកំពុងតាមប្រម៉ាញ់លោកអាយ៉ាតូឡាអាលីខាមេណាយយ៉ាងប្រកិតខណៈមេដឹកនាំរូបនេះត្រូវបានគេប្រមានឲ្យភៀសខ្លួនទៅរុស្ស៊ីជាបន្ទាន់លំអិតនៃព័ត៌មាននេះសូមតាមដានជាមួយ King ទាំងអស់គ្នាលោក Donald Trump ត្រៀមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ខណៈមេដឹកនាំអ៊ីរ៉ង់ត្រៀមរត់ទៅរុស្ស៊ីជាបន្ទាន់សហរដ្ឋអាមេរិកនៅពេលនេះត្រូវបានគេដឹងថាកំពុងតាមប្រម៉ាញ់ចាប់យករូបភាពលោកអាយ៉ាតូឡាអាលីខាមេណាយគ្រប់ទីកន្លែងទាំងអស់ខណៈដែលអាមេរិកកំពុងកំណត់យុទ្ធសាស្ត្រប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់នៅក្នុងលក្ខណៈទ្រង់ទ្រាយធំដោយកាលពីសង្គ្រាម12ថ្ងៃកាលពីឆ្នាំមុនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់សហរដ្ឋអាមេរិកក៏បានព្រមានក្នុងការចាប់ខ្លួនលោកអាលីខាមេណាយដែលលោក Trump បានបញ្ជាក់ថាលោកអាយ៉ាតូឡាអាលីខាមេណាយស្ថិតនៅទីណាក៏ដោយក៏សហរដ្ឋអាមេរិកដាក់គោលដៅវាយប្រហារចាប់ខ្លួនបានផងដែរនេះបើតាមការបញ្ជាក់របស់លោកនៅក្នុងបណ្ដាញសង្គម Truth Social នៅខណៈនេះសហរដ្ឋអាមេរិកក៏ត្រូវបានគេដឹងថាបានដាក់ពង្រាយកងកម្លាំងសប៉ាវុធយ៉ាងធំសម្បើមនៅតំបន់មជ្ឈិមបូព៌ាក៏ដូចជាការដឹកជញ្ជូនសប៉ាវុធសឹកគ្រាប់រំសេវផតភីយោធារហូតដល់250ជើងនៃជើងហោះហើរយន្តហោះ C-130 ដែលជាយន្តហោះដឹកជញ្ជូនយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃប្រហោះបានប្រមានអ៊ីរ៉ង់ថាត្រូវតែឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានអត្ថន័យជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេល2សប្តាហ៍បើមិនចង់ប្រឈមមុខនឹងផលវិបាកខណៈដែលរបាយការណ៍បានបង្ហាញថាទីក្រុង Washington កំពុងពិចារណាលើការវាយប្រហារមានកំណត់ដើម្បីបង្ខំឲ្យមានកិច្ចព្រមព្រៀងមួយថ្លែងនៅក្នុងកិច្ចប្រជុំបើកសម្ពោធនៃគំនិតផ្ដោតផ្ដាមក្រុមប្រឹក្សាសន្តិភាពរបស់លោកនៅទីក្រុង Washington លោក Trump បានបង្ហើបពីពេលវេលាដ៏ខ្លីមួយសម្រាប់អ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងនិងបានបញ្ជាក់ជាថ្មីនៃការទាមទាររបស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហឺរ៉ង់សេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បានដកស្រង់ប្រភពពីមន្ទីរបញ្ជាកោណបានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit របស់សហរដ្ឋអាមេរិកត្រូវបានដាក់ឲ្យរងចាំមុនប្រតិបត្តិការវាយប្រហារខណៈដែលយន្តហោះសម្រាប់ចាក់សាំងឲ្យ B-2 Spirit ជាច្រើនគ្រឿងទៀតក៏ត្រូវបានដាក់នៅក្នុងស្ថានភាពរងចាំផងដែរការត្រៀមលក្ខណៈរបស់យន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក B-2 Spirit នេះត្រូវបានគេដឹងថាកើតឡើងស្របពេលដែលសហរដ្ឋអាមេរិកបានបង្កើតវត្តមានយោធាយ៉ាងធំសម្បើមនៅតំបន់មជ្ឈិមបូព៌ានាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក USS Abraham Lincoln និង USS Gerald Ford កំពុងតែត្រូវបានដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាដែលជាការបង្កើតសម្ពាធយោធាកាន់តែធ្ងន់ធ្ងរការដាក់យន្តហោះ B-2 Spirit ឲ្យស្ថិតនៅក្នុងស្ថានភាពត្រៀមខ្ពស់ក៏ត្រូវបានគេមើលឃើញផងដែរថាជាផ្នែកមួយនៃយុទ្ធសាស្ត្រការបង្ហាញអំណាចយោធាដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យពង្រីកសកម្មភាពយោធាឬបន្តកម្មវិធីនុយក្លេអ៊ែរចំពេលដោយសហរដ្ឋអាមេរិកក៏បានបង្ហើបឲ្យដឹងថានៅសល់ត្រឹមតែ72ម៉ោងទៀតប៉ុណ្ណោះប្រតិបត្តិការយោធារបស់អាមេរិកអាចនឹងត្រូវចាប់ផ្ដើមលើអ៊ីរ៉ង់ហើយជាមួយគ្នានេះសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនរូបបានព្រមានទៅកាន់លោកអាយ៉ាតូឡាអាលីខាមេណាយមេដឹកនាំកំពូលអ៊ីរ៉ង់ឲ្យរត់ចាកចេញទៅកាន់ប្រទេសរុស្ស៊ីជាបន្ទាន់សេចក្តីរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយព័ត៌មាន CBS News ក៏បានឲ្យដឹងផងដែរថាមន្ត្រីសន្តិសុខជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់ទៅកាន់លោក Donald Trump ថាការរៀបចំសម្រាប់កងទ័ពអាមេរិកដែលនឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់បានរៀបចំរួចរាល់អស់ហើយនៅពេលនេះហើយសហរដ្ឋអាមេរិកក៏មានលទ្ធភាពនៅក្នុងការវាយប្រហារទៅលើអ៊ីរ៉ង់ក្នុងរយៈពេល72ម៉ោងទៀតផងដែរមិនចាំបាច់ពន្យាតទៅទៀតតាមប្រភពដដែលបានឲ្យដឹងថាក្រុមមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិកបានជួបប្រជុំដាច់ឡែកពីលោក Donald Trump ហើយបានបញ្ជូនយោបល់ភ្លាមទៅកាន់លោក Donald Trump មិនត្រូវពន្យាពេលឲ្យអ៊ីរ៉ង់ទៀតនោះទេលោក Donald Trump ត្រូវបានគេជឿថាអាចនឹងយល់ព្រមទៅតាមការលើកជាសំណើរបស់ក្រុមមន្ត្រីទាំងនោះជាមួយគ្នានោះមេទ័ពជាន់ខ្ពស់របស់អ៊ីស្រាអែលក៏បានធ្វើការសន្ទនាគ្នាតាមរយៈការហៅទូរស័ព្ទជាមួយមេបញ្ជាការកម្ពុជារបស់សហរដ្ឋអាមេរិកផងដែរដែលការសន្ទនានេះបានឈានដល់ការបញ្ជាក់ពីលទ្ធភាពនៃការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិកគឺគ្រប់គ្រាន់ហើយនៅពេលនេះស្ថានភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងឡើងកម្ដៅយ៉ាងខ្លាំងខណៈមានព័ត៌មានចេញផ្សាយថាការសម្រេចចិត្តយោធាអាចត្រូវបានអនុវត្តនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ
មន្ត្រីយោធាមួយចំនួននៅក្នុងទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការបដិញ្ញាចិត្តនៅក្នុងការដាក់សម្ពាធកាន់តែធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលតេអ៊ីរ៉ង់ដោយលើកឡើងថាពេលវេលាសម្រាប់ការចរចាកំពុងខើចទៅហើយប្រសិនបើមានសកម្មភាពយោធានឹងកើតឡើងយ៉ាងពិតប្រាកដនោះវាអាចនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាប៉ះពាល់យ៉ាងទូលំទូលាយអ៊ីរ៉ង់អាចនឹងឆ្លើយតបតាមវិធីផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខសមុទ្រនិងបណ្ដាប្រទេសជិតខាងកត្តានេះអាចនឹងធ្វើឲ្យប្រទេសមហាអំណាចផ្សេងៗរួមទាំងរុស្ស៊ីត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះការផ្លាស់ប្ដូរណាមួយអាចប៉ះពាល់ដល់តុល្យភាពអំណាចនៅក្នុងតំបន់បន្ថែមពីនេះអាមេរិកក៏បានបញ្ជូនដ្រូនស៊ើបការរបស់ខ្លួនហោះហើរស៊ើបការដែនអាកាសអ៊ីរ៉ង់ផងដែរពេលវេលានៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ត្រូវបានគេមើលឃើញកាន់តែខិតជិតមុខដល់ហើយខណៈដែលនៅពេលនេះសហរដ្ឋអាមេរិកកំពុងតែធ្វើការដាក់ពង្រាយសពាវុធកាន់តែកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាលោក Donald Trump ត្រូវបានគេដឹងថាបានផ្ញើការគំរាមកំហែងទៅកាន់អ៊ីរ៉ង់ជាញឹកញាប់ថាបើអ៊ីរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងដែលស្នើឡើងដោយសហរដ្ឋអាមេរិកនោះអាមេរិកនឹងពិចារណាទៅលើការប្រើប្រាស់ជំរឿយោធាទៅលើអ៊ីរ៉ង់ខណៈដែលនៅពេលនេះអាមេរិកក៏បានប្រើយន្តហោះគ្មានមនុស្សបើកចារកម្ម MQ-4 Triton ដែលមានប្រសិទ្ធភាពខ្ពស់ដើម្បីតាមដានស្ថានភាពនិងប្រមូលយកព័ត៌មានពីលំហអាកាសនិងពីដែនដីប្រទេសអ៊ីរ៉ង់ខណៈដែលផ្កាយរណបយោធារបស់សហរដ្ឋអាមេរិកជាច្រើនបានបណ្តែតខ្លួនក្នុងលំហអាកាសនៅតំបន់មជ្ឈិមបូព៌ាជាពិសេសលើលំហអាកាសនៃប្រទេសអ៊ីរ៉ង់យន្តហោះចារកម្មនេះបានហោះហើរចេញពីមូលដ្ឋានអាកាស Al Dhafra នៅក្នុងប្រទេសអារ៉ាប់រួមវាត្រូវចំណាយពេលជាច្រើននាទីហោះហើរលើឈុងសមុទ្រពេជ្រដើម្បីប្រមូលព័ត៌មានសម្ងាត់ដោយវាធ្វើដំណើរឆ្ពោះទៅកាន់អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់ប្រទេសទាំងពីរត្រូវបានប្រើយន្តហោះគ្មានមនុស្សបើក MQ-4 Triton របស់សហរដ្ឋអាមេរិកហោះហើរឆ្លងកាត់ដើម្បីបើកប្រតិបត្តិការប្រមូលព័ត៌មានវាជាប្រទេសជិតខាងនៃអ៊ីរ៉ង់និងស្ថិតនៅម្ខាងនៃឈុងសមុទ្រដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក2ក្រុមកំពុងត្រូវបានដាក់ពង្រាយឲ្យឈរជើងបន្ទាប់ពីការចរចាជាមួយទីក្រុងតេអ៊ីរ៉ង់បរាជ័យយំវិញខ្សែបន្ទាត់ក្រហមនុយក្លេអ៊ែររបស់ប្រធានាធិបតីត្រាំគួរជំរាបផងដែរថាការហោះហើររបស់ក្រុមយន្តហោះស៊ើបការ MQ-4 Triton នេះគឺជាករណីចុងក្រោយបំផុតដែលបានប្រមូលព័ត៌មាននៅក្នុងតំបន់មជ្ឈិមបូព៌ាខណៈដែលយន្តហោះផ្សេងទៀតត្រូវបានតាមដានដោយការតាមដានការហោះហើរ Flight Radar 24ចាប់តាំងពីថ្ងៃទី14ខែកុម្ភៈមកម្លេះមិនដូចករណីចុងក្រោយដែលហោះទៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់នោះទេការហោះហើរថ្មីនៃយន្តហោះ MQ-4 Triton ក៏បានហោះហើរទៅកាន់អាគ្នេយ៍នៃឆ្នេរសមុទ្រអ៊ីរ៉ង់ទៀតផងការបន្ថែមកងកម្លាំងយោធាបន្ថែមទៀតក៏កំពុងដំណើរការផងដែរជាមួយជើងហោះហើរដឹកភស្តុបច្ចៈយោធា250ជើងហោះដែលបានផ្ទេរអាវុធនិងគ្រាប់រំសេយ៉ាងរឿនទៅកាន់មូលដ្ឋានទ័ពមជ្ឈិមបូព៌ាអាមេរិកនៅក្នុងសប្តាហ៍នេះបន្ថែមពីនេះលោកត្រាំបានបញ្ជាឲ្យយន្តហោះចម្បាំងជាង50គ្រឿងរួមទាំង F-35 F-22 និង F-16 សម្រាប់រៀបចំធ្វើប្រតិបត្តិការនិងសកម្មភាពយោធាបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់គួរបញ្ជាក់ផងដែរថាការត្រៀមនៅក្នុងការផ្ទុះសង្គ្រាមរបស់លោកត្រាំបានកើតឡើងខណៈដែលអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសដើម្បីធ្វើសមយុទ្ធយោធានិងផ្ញើសារព្រមានប្រសិនបើអាមេរិកបើកការវាយប្រហារមកលើខ្លួនកាលពីចុងសប្តាហ៍មុននាវាផ្ទុកយន្តហោះ USS Gerald R. Ford ត្រូវបានដាក់ឲ្យចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅមជ្ឈិមបូព៌ាដើម្បីបង្កើនកិច្ចប្រតិបត្តិការយោធាកាន់តែរឹងមាំទន្ទឹមនឹងនេះសេតវិមានបានរាយការណ៍ថាកងទ័ពអាមេរិកបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់សកម្មភាពនេះបន្ទាប់ពីមានការកើនឡើងគួរឲ្យកត់សម្គាល់នៃកងកម្លាំងសពាវុធយោធាផ្លូវអាកាសនិងកងទ័ពជើងទឹកនៅតំបន់មជ្ឈិមបូព៌ាប្រភពមួយបានបញ្ជាក់ថាលោកត្រាំបាននឹងកំពុងធ្វើការស្ទាបស្ទង់មតិនិងពិភាក្សាជាមួយទីប្រឹក្សានិងសម្ព័ន្ធមិត្តដើម្បីសម្រេចថាវិធានការណាដែលល្អបំផុតមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់សហរដ្ឋអាមេរិកបានជួបប្រជុំគ្នាកាលពីថ្ងៃពុធនៅសេតវិមានដើម្បីពិភាក្សាអំពីស្ថានភាពនៃប្រទេសអ៊ីរ៉ង់ប្រធានាធិបតីត្រាំត្រូវបានជម្រាបជូនអំពីកិច្ចពិភាក្សាដោយសម្ងាត់ដែលបានកើតឡើងមួយថ្ងៃមុនខណៈអ្នកតំណាងពិសេសអាមេរិកបានជួបចរចាជាមួយភាគីអ៊ីរ៉ង់នៅប្រទេសស្វីសតែពុំទទួលបានលទ្ធផលអ្វីនោះឡើយសហរដ្ឋអាមេរិកនៅពេលនេះត្រូវបានគេដឹងថាបានដាក់ពង្រាយកងកម្លាំងសពាវុធយ៉ាងធំសម្បើមនៅតំបន់មជ្ឈិមបូព៌ាក៏ដូចជាការដឹកជញ្ជូនសពាវុធសឹកក្របរំសេវភស្តុភារយោធារហូតដល់250ជើងនៃជើងហោះហើរយន្តហោះ C-130 ដែលជាយន្តហោះដឹកជញ្ជូនយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃប្រហោះបានប្រមានអ៊ីរ៉ង់ថា
ត្រូវតែឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានអត្ថន័យជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេល2សប្តាហ៍បើមិនចង់ប្រឈមមុខនឹងផលវិបាកខណៈដែលរបាយការណ៍បានបង្ហាញថាទីក្រុង Washington កំពុងពិចារណាលើការវាយប្រហារមានកំណត់ដើម្បីបង្ខំឲ្យមានកិច្ចព្រមព្រៀងមួយថ្លែងនៅក្នុងកិច្ចប្រជុំបើកសម្ពោធនៃគំនិតផ្ដាច់ផ្ដាមក្រមសន្តិភាពរបស់លោកនៅទីក្រុង Washington លោកបានបង្ហើយពីពេលវេលាដ៏ខ្លីមួយសម្រាប់អ៊ីរ៉ង់ឲ្យទទួលកិច្ចព្រមព្រៀងនិងបានបញ្ជាក់ជាថ្មីនៅការទាមទាររបស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហឺរ៉ង់សេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បានដកស្រង់ប្រភពពីមន្ទីរបញ្ចកោណបានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់សហរដ្ឋអាមេរិកត្រូវបានដាក់ឲ្យរងចាំមុនប្រតិបត្តិការវាយប្រហារខណៈដែលយន្តហោះសម្រាប់ចាក់សាំងឲ្យ B2 Spirit ជាច្រើនគ្រឿងទៀតក៏បានដាក់នៅក្នុងស្ថានភាពរងចាំផងដែរការត្រៀមលក្ខណៈរបស់យន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក B2 Spirit នេះត្រូវបានគេដឹងថាកើតឡើងស្របពេលដែលសហរដ្ឋអាមេរិកបានបង្កើតវត្តមានយោធាយ៉ាងធំសម្បើមនៅតំបន់មជ្ឈិមបូព៌ានាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក USS Abraham Lincoln និង USS Gerald R. Ford កំពុងត្រូវបានដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាដែលជាការបង្កើនសម្ពាធយោធាកាន់តែធ្ងន់ធ្ងរទៅលើអ៊ីរ៉ង់ការដាក់យន្តហោះ B2 Spirit ឲ្យស្ថិតនៅក្នុងស្ថានភាពត្រៀមខ្ពស់ក៏ត្រូវបានគេមើលឃើញផងដែរជាផ្នែកមួយនៃយុទ្ធសាស្ត្រការបង្ហាញអំណាចយោធាដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យពង្រីកសកម្មភាពយោធាឬបន្តកម្មវិធីនុយក្លេអ៊ែរសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ